thì đúng nhưng con ai nhưng anh bắt đầu coi con bán nó luôn khổ mấy để tôi chừng pi năm cứ ọt ói edit sugar thì thọt lựa từng ngôn về là trên tao tập nôm em rồi có tao đó lựa chia mấy giờ nào ọt miên edit sugar ọt miên bật thêm chỉ có chiết bẩn tách Chúc mừng xưa, sớm sớm cùng sa chích mày một cái Education Podcast đại chỉ về tất cả mỗi trải đầm lời chấm nét đăng tu tới chạy toàn tại nâng sọc phiếp rồi bỏ tiền ruộng nâng cổ má chập pi sơn khác đo pi nằm chảนี่คือชีวิตที่ปีให้กับปีแบบมโนจุจัดคลังเหมือนแต่แต่เลยประเทศบอดกมาได้เรื่องจมไหนนะจ้ะอะไรนี่ยังโจหมดดาวประเทศบอดเป็นต่อจ้ะต่อเพี้ยปตายอัตนาชายเต้เลยแต่แปะปอนจมูกจมไหนแต่ได้แต่ซาแต่ยังดังไอ้ทากมาโต้เนื่องกว่าโจจัดยำนะจมไหนหาปไอสกอร์ดีกว่าหาไกชไนหนึ่งจังปามาแต่ออกนี้เจอแต่ดังจ้ะปีติดนิดหนึ่งรูปเบียบได้ยังไอโกนยังยำมาหาละพ้องให้เนื้อแต่ไอตัวบ้านหาจิตไอได้กว่าสบายจัดหนึ่งพองจังดังหายังทัวอย่างนาคละแต่ชุบจิมวยนั่งไปจับไปดัดจมนี้คือลูกครูแป๊ดสอจีบอลจะมีโซ่แล้วครูจ้ะสมจุบต่อเพียโอ้แบบม้วนจุจัดเหมือนแต่เลยกาได้ยังเอาไอ้ปลาหมากกอดดังจะปีปัญหาเรื่องจุ่มนี้จะปีกาบองกาปีระเบียบในกดไอช่วยโกนกอดบานจะดับใบดอนเหนือฮารุปธรรมละอ้อแต่ดอโกนต่อยอะไรนี่ดอปัญหานั้นก็สำคัญเลยลูกครูคือปัญหามาหอบไอ้นุ่มไอ้สกอขอบอย่าเต้คือปัญหาสกอขอบมองจะบอกไม่โจจัดจ้าสัจโจจัดให้เอาแต่เคยนั่นคือท่าจับอัชเนียเตะคือกดตีหายจังดังท่าจีตัวเต้ตีรู้ยังกดอันยังbắt đầu score กดบ้านนั่นเลยลูกครูบ่ตามการในน้องบ่ WHO องค์การสุขภาพโลกนั้นคือcái này nóสำหรับเขมรได้โตจึงปีฉนั้นคืออดอ้อย edit sugar ติมันจะ score ได้ยังประทายปีกลางติของปีฉนั้นแล้วดอก8ฉนั้นគេអាចអនុញ្ញាតប៉ុន្តែត្រឹមកម្រិតមួយដែលថាប៉ះផែននឹង25ក្រាមក្នុងមួយថ្ងៃតែយើងគិតឲ្យស្រួលយល់គឺអាចថាស្មើនឹង6ស្លាបព្រាកាហ្វេអូខ្ញុំមិនដែរដឹងសោះអញ្ចឹងមានថាពីគាត់នៅទីរក់រហូតដល់ក្រោម2ឆ្នាំហ្នឹងមែនតើអាចញ៉ាំអាសាជាតិផ្អែមខាងក្រៅហ្នឹងទេបើល្អគឺកុំឲ្យញ៉ាំហ្មងកុំឲ្យញ៉ាំកុំថែមស្ករខាងក្រៅបើផ្អែមចេញពីផ្លែឈើផ្អែមចេញពីអីផ្សេងអូខេតែស្ករខាងក្រៅកុំថែមអូខេអានឹងបានល្អសម្រាប់គាត់ហើយបើយើងជ្រុលហើយលោកក៏យើងកុំឲ្យវិញទៅអូខេចាអញ្ចឹងហើយបានគេមិនចង់ឲ្យយើងថែមស្ករពីខាងក្រៅអានេះវាបកកើតដូចជាបកកើតទម្លាប់មកអត់ល្អសម្រាប់គាត់តាំងពីពេលដែលគាត់នៅតូចទៅចាអានឹងថ្ងៃក្រោយទៅឲ្យមានបញ្ហាច្រើនអូចាអញ្ចឹងប៉ាម៉ាក់ទាំងគ្នាគួរតែចងចាំទាំងអស់គ្នាណាចាចាប់ពី2ឆ្នាំឡើងទៅអាចញ៉ាំបានហើយក្នុងបរិមាណតិចទៀតដូចជា25ក្រាមបើយើងគិតឧទាហរណ៍មួយទៀតដូចជាទឹកក្រូចកំប៉ុងរបស់យើងចាក្នុង250មីលីលីត្រអញ្ចឹងវាអាចមានស្ករហ្នឹងវាប្រហែលជា25ទៅ30ក្រាមអញ្ចឹងវាសឹងតែលើសពីគេអនុញ្ញាតក្នុងមួយថ្ងៃនឹងទៀតចាអញ្ចឹងវាច្រើនណាស់ចាអូខេលោកគ្រូតើជាតិស្ករហ្នឹងវាប៉ះពាល់ដល់ការលូតលាស់មិនខ្លះបានជាយើងហាម5ដល់កម្រិតហ្នឹងអូខេជំនិយាយពីការលូតលាស់ពេលខ្លះនៅពេលដែលយើងឲ្យអាហារដែលមានជាតិស្ករច្រើនចឹងយើងត្រូវជាតិស្ករវាមិនបានជួយអីទេវាមិនមែនជាសារធាតុចិញ្ចឹមដែលធ្វើឲ្យក្មេងលូតលាស់ទេចឹងនៅពេលយើងឲ្យច្រើនគឺអាហ្នឹងវាទៅបំពេញកាពះរបស់គាត់ទៅក៏ឆ្អែតយើងស្រាប់ដូចយើងញ៉ាំរបស់ប្រយោជន៍ញ៉ាំមីញ៉ាំអីវាធ្វើឆ្អែតប៉ុន្តែវាអត់មានសារធាតុចិញ្ចឹមអីទាំងអស់អាហ្នឹងវានឹងប៉ះពាល់ទៅដល់ការលូតលាស់របស់គាត់នៅពេលក្រោយទៀតដោយសារតែគាត់ឆ្អែតមែនពិតប៉ុន្តែអត់មានសារធាតុចិញ្ចឹមទេមួយទៀតនៅពេលដែលញ៉ាំជាតិស្ករច្រើនវានឹងធ្វើឲ្យគាត់អាចមានជំងឺចាវិវត្តទៅដូចយើងធ្លាប់ដឹងហើយវិវត្តទៅជាធាត់លើសទម្ងន់ពេលខ្លះអាចឈានដល់ទឹកនោមផ្អែមឬក៏ទៅដល់លើសឈាមអីជាដើមយើងត្រូវបែងចែករវាងការចង់ហើយនឹងអ្វីដែលមានប្រយោជន៍ធម្មតាទេមនុស្សយើងគឺតែងតែចង់អារបស់ដែលអស់ហ្នឹងរបស់ហ្នឹងដូចក្មេងក៏ដូចគ្នាគាត់ចង់អារបស់ផ្អែមអារបស់អីស្ករគ្រាប់ស្ករអីហ្នឹងចាប៉ុន្តែយើងជាមនុស្សធំយើងមិនក៏ចេះដឹងថាហ្នឹងវាអត់មានផ្ដល់ប្រយោជន៍អីទៅឲ្យគាត់ទេចាអញ្ចឹងយើងគួរតែ limit គាត់បន្តិចរឿងហ្នឹងចាហើយឲ្យគាត់ញ៉ាំរបស់មានប្រយោជន៍វិញទើបធ្វើឲ្យការលូតលាស់របស់គាត់ហ្នឹងវាល្អចាអរគុណលោកគ្រូមួយទៀតដែរខ្ញុំធ្លាប់ឮអាហារសម្រន់សុខភាពណាលោកគ្រូ
តែចង់ឲ្យលោកគ្រូជួយបញ្ជាក់ថាអាហារសម្រន់សុខភាពរបស់កុមារនឹងជាអ្វីហើយវាមានជាប្រភេទអីគេខ្លះ អូខេ ចា អាហារសម្រន់បើយើងនិយាយទៅវាដូចជាគេហៅ snake នឹងអញ្ចឹង ចា snake ហ្នឹងអាហារកញ្ចុកកញ្ចុកហ្នឹង ចា អាហារមួយចំនួនអត់អីទេវាល្អដែរឧទាហរណ៍ដូចពួក yogurt ឬក៏ពួកផ្លែឈើកិនដែលគេយកមកដាក់កំប៉ុងដែរហ្នឹងប៉ុន្តែយើងត្រូវមើលនៅលើអាហារដែលគេដាក់សម្រាប់ baby ហ្នឹងតើមានថែមជាតិស្ករអត់អូខេយើងត្រូវមើលតើមានបន្ថែមជាតិស្ករពីលើហ្នឹងអត់បើសិនជារបស់ជាតិស្ករធម្មជាតិដូចយើងនិយាយមុនហ្នឹងអញ្ចឹងអត់បញ្ហាតែបើសិនមានបន្ថែមជាតិស្ករអានឹងវាទៅជារឿងអត់ល្អវិញ snake មួយចំនួនទៀតដូចchip វារបៀបនំកញ្ចប់នំអីហ្នឹងចានំស្រួយស្រួយ បាទនំស្រួយស្រួយហ្នឹងក៏ក្មេងៗចូលចិត្តដែរសូកូឡាស្ករគ្រាប់អីហ្នឹងអាហ្នឹងគឺវាអត់មានបានជួយអីទេដូចយើងនិយាយមុនហ្នឹងចឹងអត់មានបានជួយអីទេអាហ្នឹងគួរតែ limit ក្នុងបរិមាណមួយតិចអូខេអញ្ចឹងចំពោះអាហារដែលល្អគឺយើងត្រូវមើលគ្រឿងផ្សំអត់មាន added sugar អត់មានបន្ថែមជាតិស្ករជាតិអំបិលតិចអាហ្នឹងក៏ល្អដែរហើយនឹង fiber ច្រើនចឹងមាន label របស់គេហ្នឹងគឺយើងមើលតាមហ្នឹងទៅបើសិនជាមានអញ្ចឹងអាចទទួលយកបានអាចឲ្យគាត់ញ៉ាំទៅអាចល្អដែរយកមានផលប៉ះពាល់នេះខ្លាំងទេធ្លាប់ឃើញម៉ាក់ខ្លះចឹងពេលដែលគាត់ទៅទិញនំចំណីឲ្យកូនគាត់ចឹងគាត់ទៅគាត់ឆអាន ingredient បាទត្រូវ ចា ingredient ចាហើយជឿថាយើងស្ដាប់ហើយឥឡូវយើងអត់ឲ្យគាត់ញ៉ាំតាមចិត្តគាត់ចង់ទេលោកគ្រូប៉ុន្តែតើឪពុកម្ដាយឬក៏អ្នកមើលថែគាត់នឹងត្រូវធ្វើបែបណាដើម្បីឲ្យគាត់នៅតែអាចញ៉ាំអាហារល្អបានហើយយើងនៅតែអាចផ្ដល់ចំណីអាហារសុបាយចិត្តនឹងទៅគាត់បានវាមានតុល្យភាពចាអូខេអញ្ចឹងយើងអាចផ្ដល់ឲ្យគាត់ខ្លះបានដូចនិយាយអញ្ចឹងអាចគ្រាន់តែយើង limit ចំនួនកំណត់ចំនួនអញ្ចឹងណាអាចក្នុងបរិមាណតិចតួចហើយកុំឲ្យរងថ្ងៃពេកអានឹងល្អអូខេយើងកំណត់ថាក្នុងឱកាសអីមួយអញ្ចឹងទៅឧទាហរណ៍ដូចចុងសប្តាហ៍ឬគូកណ្ដោតគាត់ឬឱកាសបុណ្យទានអីចឹងទៅនេះឲ្យគាត់អនុញ្ញាតឲ្យគាត់ញ៉ាំខ្លះទៅចាហើយជាប្រចាំថ្ងៃបើសិនចង់ឲ្យតិចតួចបានទេកុំឲ្យច្រើនហួសហេតុពេកតែអានឹងស្ដាប់ទៅវាតិចនិចណាចុះដល់ពេលយើងអនុវត្តយើងនិយាយបញ្យល់គាត់មិនបាទបើអត់ស្ដាប់តែយំហើយគឺចាប់អត់ឈ្នះទេអាហ្នឹងគឺជាយុទ្ធសាស្ត្ររបស់ពុកម្ដាយរៀងខ្លួនបាទរៀងខ្លួនអាហ្នឹងតើតែយើងមានយុទ្ធសាស្ត្ររបស់យើងក្នុងការរៀបចំបង្ហាត់គាត់ចាព្រោះក្មេងយើងត្រូវដឹងថាគាត់ធម្មតាទេគាត់ប្រៀបដូចกระดาษសជាងគឺគាត់អត់ដឹងគាត់អត់សូវយល់ពីរបស់ហ្នឹងឯងអញ្ចឹងយើងជាមនុស្សធំហ្នឹងយើងយល់អញ្ចឹងយើងអាចនិយាយហេតុផលខ្លះឬក៏យើងមានយុទ្ធសាស្ត្រអីរបស់យើងតខ្លួនបើយុទ្ធសាស្ត្ររបស់យើងតខ្លួនខ្លះដើម្បីការលូតលាស់ល្អរបស់គាត់ទេមែនទេដើម្បីភាពល្អរបស់គាត់ទេចាអញ្ចឹងអាហ្នឹងគឺ personal ដែរតាមពុកម្ដាយមួយទៅចាក៏ប៉ុន្តែនេះវាចង់ចូលនៅក្នុងវិធីសាស្ត្រដើម្បីឲ្យគាត់កាត់បន្ថយការញ៉ាំជាតិផ្អែមនឹងដែរប៉ាម៉ាក់ត្រូវរកនឹកខ្លួនឯងអញ្ចឹងបាទហើយសំខាន់មួយទៀតគឺគេហៅ role model អូខេចាព្រោះដោយសារតែឪពុកម្ដាយគឺឬក៏អ្នកដែលនៅចិញ្ចឹមគាត់អ្នកដែលចិញ្ចឹមគាត់មិនមែនថាប្រកាសថាឪពុកម្ដាយជួនកាលយាយជួនកាលតាដែលចិញ្ចឹមគាត់ហ្នឹងនៅជុំវិញខ្លួនគាត់ត្រូវធ្វើជាគំរូឲ្យគាត់បើកាលណាយើងជាឪពុកម្ដាយឬយើងជាអ្នកមើលថែគាត់យើងញ៉ាំតែរបស់អស់ហ្នឹងដែរយើងទៅនិយាយប្រាប់គាត់ថាកុំឲ្យញ៉ាំចាអញ្ចឹងគាត់យល់ថាវាអត់សមហេតុផលទេបើខ្លួនយើងញ៉ាំបានឬអីគាត់ញ៉ាំបានអូខេអានេះយើងត្រូវធ្វើជា role model ឲ្យគាត់ធ្វើជាគំរូឲ្យគាត់អញ្ចឹងពុកម្ដាយយល់អត់បើសិនចង់ញ៉ាំលួចញ៉ាំមកគាត់ឃើញហើយបើសិនជានៅមុខគាត់ត្រូវញ៉ាំអាហារដែលមានគុណភាពចាដែលល្អសម្រាប់សុខភាពទៅធ្វើគាត់ឃើញនៅប៉ាម៉ាក់គាត់ញ៉ាំអញ្ចឹងធ្វើគាត់ចង់ញ៉ាំរបៀបដូចម៉ាក់ប៉ាគាត់ដែរចាព្រោះអីគាត់អត់តន់ដឹងអីអញ្ចឹងគាត់ឃើញគេញ៉ាំអញ្ចឹងគាត់អាចនឹងចង់ញ៉ាំដូចគ្នាចាម្យ៉ាងដែរលោកគ្រូប៉ុន្តែខ្ញុំគិតថាវាមិនងាយស្រួលប្រហែលនេះនៅក្នុងការចរចាជាមួយពួកគាត់ចាហើយតែគាត់ឃើញជាពិសេសក្មេងៗគេដូចខ្ញុំមានក្មួយផ្ទាល់អញ្ចឹងគាត់ឃើញកូនគេញ៉ាំការ៉េមណាគូទាយកហ្មងចាតែស្វ័យអានឹងយើងនិយាយហ្នឹងគឺរបៀបអញ្ចឹងដូចគ្នាកាលណាគាត់ឃើញគេញ៉ាំដូចឃើញគេញ៉ាំការ៉េមឃើញគេញ៉ាំស្ករគេញ៉ាំសូកូឡាធម្មតាហ្នឹងគឺគាត់ប្រកាសជាចង់ញ៉ាំដែរគាត់ប្រកាសជាចង់សាកដែរដល់ពេលសាកទៅធ្វើគាត់ចូលចិត្តគាត់ចង់ញ៉ាំទៀតហ្នឹងគេធ្វើឲ្យពិបាកចុះលោកគ្រូគាត់ថាការដែលយើងធ្វើចំណីទាំងអស់ហ្នឹងដោយខ្លួនឯង homemade ណានៅផ្ទះហើយយើងដាក់គ្រឿងផ្សំល្អអញ្ចឹងអាហ្នឹងជាជំរើសល្អអត់ជាមធ្យោបាយល្អអត់ដើម្បី
អាហារ homemade គឺជាអាហារដែលល្អជាងគេយើងត្រូវយល់ថាយើងទៅញ៉ាំខាងក្រៅយើងមិនដឹងថាតើគេធ្វើនឹងគេដាក់អីខ្លះឬក៏យើងទិញអារបស់កញ្ចប់ដែលគេធ្វើស្រាប់នឹងក៏ដោយក៏យើងអត់ដឹងថាតើគេមានលាយសារធាតុអីខ្លះទេចារបស់ល្អបំផុតគឺការដែលយើងធ្វើ homemade យករបស់ស្រស់របស់ធម្មជាតិយកមកធ្វើខ្លួនឯងហើយគ្រឿងក្រៅនេះធម្មតាយើងមិនកំណត់ខ្លួនឯងអញ្ចឹងយើងប្រកាសជាមិនដាក់អីដែលវាលើសចំណុះទេចាអញ្ចឹងវាល្អសម្រាប់គាត់សម្រាប់កូនសម្រាប់ការលូតលាស់សម្រាប់អីហ្នឹងចាអរគុណលោកគ្រូអញ្ចឹងនេះគឺជាសារមួយដែលមានសារៈសំខាន់មែនទែនចំពោះម៉ាក់ត្រូវរៀងហត់នឿយបន្តិចអីចាបើកូនចូលចិត្ត ice cream យើងប្រហែលត្រូវធ្វើខ្លួនឯងហីចាលាយទៅទឹកដោះគោផ្លែឈើកិនដាក់ yogurt ទៅបកកទៅចាជាកំណត់មួយល្អខ្ញុំចង់ឃើញដែរគេយកផ្លែឈើទៅដាក់ឲ្យកកចាហើយយកមកកូរទៅជា ice cream ចាប៉ុន្តែអានេះចង់និយាយអាសារធាតុទាំងអស់ហ្នឹងវាវាអត់បាត់ទេវាល្អវាផ្លែឈើជាមួយទឹកដោះគោមួយវាល្អសម្រាប់កូនអត់អាចញ៉ាំបានចាអាហ្នឹងល្អអានេះជាកំណត់មួយល្អដែលតាមគួរតែអាចយកទៅធ្វើនៅផ្ទះបានចានៅមាននំជាច្រើនទៀតដែលយើងអាចធ្វើនៅផ្ទះបានគ្រាន់ថាហត់បន្តិចឥឡូវសុខចិត្តហត់ហើយកុំឲ្យកូនយំណោះអូខេអញ្ចឹងវគ្គនេះគឺមានតែប៉ុណ្្នឹងទេលោកគ្រូតាក់ទងជាមួយនឹងនំអាហារសម្រន់បន្ថែមហើយអរគុណលោកគ្រូមែនទែនសម្រាប់ការអធិប្បាយអញ្ចឹងជាថ្មីម្ដងទៀតដែរចាបងប្អូនទាំងអស់គ្នារាល់ដងដោះស្រាយបញ្ហាកូនទាននំខាងក្រៅនឹងមិនដែរហើយបើសិនជាបងប្អូនមានបទពិសោធន៍បែបណាអាចចែកម្លែកទៅអស់គ្នាបានពួកយើងរីករាយនឹងស្ដាប់ហើយជឿថាទស្សនិកជនផ្សេងទៀតក៏គាត់ចង់ដឹងដែរចាពីវិធីសាស្ត្រផ្សេងប្លែកព្រោះកូនតាមផ្ទះមួយគឺអត់ដូចគ្នាទេអញ្ចឹងវេទិកានេះមិនមែនគ្រាន់តែជាការចែករំលែករវាងវាគ្មិនទេប៉ុន្តែក៏ជាការចែករំលែករវាងទស្សនិកជនមកកាន់ពួកយើងដូចគ្នាអរគុណសម្រាប់ការទស្សនាហើយយើងជួបគ្នានៅវគ្គបន្តជម្រាបលា